នេះគឺជាភពមីលឺដែលមួយថ្ងៃនៅលើភពនេះគឺមានរយៈពេលរហូតដល់ទៅ163ឆ្នាំនៅលើភពផែនដីយើងតែហេតុអ្វីបានជាពេលវេលាដែលយឺតខ្លាំងម្ល៉េះនៅលើភពនេះសាស្ត្រសម័យមើលថានៅពេលដែលយើងចុះចតនៅលើភពមួយដែលមួយមកនៅលើភពនោះគឺមានរយៈពេលស្មើទៅនឹង7ឆ្នាំនៃជីវិតរស់នៅរបស់មនុស្សយើងនៅលើភពផែនដីហើយភពដែលយើងកំពុងនិយាយនោះគឺមានឈ្មោះថា Miller ដែលវាគឺជាភពមួយដែលស្ថិតនៅក្នុងខ្សែភាពយន្តដ៏ល្បីល្បាញរបស់ Hollywood ដែលមានចំណងជើងថា Interstellar ភពដែលគ្របដណ្ដប់ដោយមហាសមុទ្រមួយនេះគឺគោចរជុំវិញប្រហោងថ្មដ៏ធំមួយដែលមានឈ្មោះថា Gargantua ដោយសារតែភពនេះគឺនៅជិតប្រហោងថ្មខ្លាំងពេកទើបធ្វើឲ្យពេលវេលាត្រូវបានផ្លាស់ប្ដូរខុសពីធម្មតាហើយអត្តពលនេះត្រូវបានវិទ្យាសាស្ត្រហៅថាការពន្យាពេលវេលាដោយទំនាយដូច្នេះហើយពេលវេលានៅលើភព Miller នេះគឺដើរជាខ្លាំងណាស់ដោយត្រឹមតែប្រមាណវិនាទីនៅលើភពនេះប៉ុណ្ណោះគឺមានរយៈពេលរហូតដល់ទៅរាប់សិបឆ្នាំនៅលើភពដទៃផ្សេងទៀតភពនេះទាំងមូលគឺគ្របដណ្ដប់ដោយមហាសមុទ្រដោយទីនោះគឺគ្មានដីគោកឬភ្នំឡើយគឺមានតែផ្ទៃទឹកដ៏ធំល្វឹងល្វើយដែលមើលទៅហាក់ដូចជាស្ងប់ស្ងាត់ប៉ុន្តែតាមពិតទៅគឺវាពោពេញទៅដោយគ្រោះថ្នាក់រលកទឹកដ៏ធំហេមៀបានបក់បោកចុះមកដោយមិនអាចទាយទុកមុនបានដោយសារតែកម្លាំងទំនិញដ៏ខ្លាំងក្លារបស់ Black Hole រលកទាំងនេះបានបក់បោកឥតឈប់ឈរវាបក់បោកខ្លាំងដូចជាព្យុះដែលរលកបក់បោកធំគឺគ្មានទីបញ្ចប់ឡើយហើយបញ្ញាការនៅលើភពនេះគឺអាចធ្វើយើងដកដង្ហើមបានប៉ុន្តែគឺវាមានសំណើមខ្លាំងនិងពោពេញទៅដោយអាប់ជាខ្លាំងព្រមទាំងមានសម្លេងរលកដ៏រន្ធត់លាន់ឮពីចម្ងាយគ្រប់ទីកន្លែងរហូតដល់ជើងមេឃឯណោះចំណែកផ្ទៃមេឃនៅលើភពនេះវិញគឺមានពណ៌ប្រផេះស្អាតហើយបើយើងនិយាយពីពន្លឺព្រះអាទិត្យវិញនៅលើភពនេះគឺវាមិនសូវភ្លឺខ្លាំងដូចនៅលើភពផែនដីយើងនោះទេហើយអ្វីកាន់តែគួរចាប់អារម្មណ៍នោះគឺមានប្រហោងខ្មៅមួយកំពុងអណ្ដែតនៅលើក្បាលរបស់អ្នកប្រហោងខ្មៅនេះគឺជាខ្យល់ព្រួយដ៏ខ្មៅងងឹតដែលមានរង្វង់ភ្លើងវិលជុំវិញដ៏សែនលឿនដល់ថ្នាក់អាចបាត់លំហឬអាចបំរុងពេលវេលាឲ្យខុសពីធម្មតាបានដូច្នេះសំណួរសួរថាតើនៅលើភពនេះគឺអាចឲ្យមានជីវិតរស់នៅបានឬទេចម្លើយគឺថាបើសិនជាភពនេះមានពិតមែននោះជីវិតគឺត្រូវតែអាចទ្រាំទ្រជាមួយនឹងពិភពលោកដែលមានលក្ខខណ្ឌដ៏កបែបនេះនៅលើភពមួយនេះហើយវាប្រហែលជាមានសត្វដែលបានវិវត្តទៅនៅបាតសមុទ្រជ្រៅដើម្បីទប់ទល់នឹងកម្លាំងទំនាញដ៏ខ្លាំងក្លានិងកម្លាំងជំនោរសមុទ្រឥតឈប់ឈរសត្វចម្លែកនៅលើភពនេះគឺមានប្រវែងវែងនិងសំប៉ែតដែលពួកវាមានស្បែករឹងខ្លាំងដូចតែខែបអញ្ចឹងប៉ុន្តែអាចបត់បែនបានហើយពួកវាធ្វើចលនាយឺតដើម្បីជៀសពីកម្លាំងទំនាញដ៏ធំរបស់លោកសមុទ្រនៅលើភពនេះឬក៏ប្រហែលជាមានជីវិតមីក្រូទស្សន៍លូតលាស់នៅក្នុងទឹកដែលអាចសម្រាប់ខ្លួនទៅនៅរលកធំនៅលើភពដ៏ស្រជាក់និងគួរខ្លាចមួយនេះចំណែកជីវិតមនុស្សយើងវិញប្រកាសណាស់គឺមិនអាចរស់នៅលើភពមួយនេះបានទេគឺវាមិនដូចទៅនឹងក្នុងខ្សែភាពយន្តដែលយើងបានមើលនោះទេចំសិនបានអ្នកទៅដល់ភពនេះដោយចៃដន្យក្នុងរយៈពេលពេញមួយថ្ងៃហើយត្រឡប់មកវិញភពផែនដីយើងបានប្រែប្រួលអស់ក្រុមគ្រួសារមិត្តភ័ក្តិនិងមនុស្សដែលនៅរកស្គាល់គឺបានបាត់បង់ចេញពីភពផែនដីនេះអស់ទៅហើយព្រោះថាមួយថ្ងៃនៅលើភព Miller នេះគឺមានរយៈពេលរហូតដល់ទៅ168ឆ្នាំនៅលើភពផែនដីយើងឯណោះតើអ្នកនរគ្នានឹងមានអារម្មណ៍បែបណាបើសិនជារឿងនេះកើតឡើងនៅលើអ្នកនរគ្នាពិតប្រាកដមែន